ពលរដ្ឋស្នើឲ្យអាជ្ញាធរពន្យាគម្រោងបញ្ជាការជន់លិចនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញខណៈរដូវវស្សាខិតជិតមកដល់ប្រជាពលរដ្ឋខណ្ឌចំការម៉ឺនបានស្នើឲ្យអាជ្ញាធរមេត្តាជួយពន្យាបញ្ចប់គម្រោងបញ្ជាការជន់លិចនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញឲ្យបានឆាប់ផងព្រោះរដូវវស្សាកំពុងខិតជិតមកដល់ហើយប្រជាពលរដ្ឋរស់នៅភូមិ4និងភូមិ5សង្កាត់ផ្សារដើមថ្កូវខណ្ឌចំការម៉ឺនបានលើកឡើងដូចគ្នាថាកាលពីឆ្នាំកន្លងទៅពួកគាត់ពិបាកក្នុងការរស់នៅខ្លាំងណាស់ព្រោះឲ្យតែភ្លៀងខ្លាំងម្ដងគឺមានការជន់លិចផ្លូវនិងលិចចូលដល់ផ្ទះរហូតត្រឹមចង្កេះឯណោះដោយគិតគូរពីបញ្ហានេះទើបរដ្ឋបាលរាជធានីភ្នំពេញរៀបចំឲ្យមានគម្រោងស្ដារពង្រីកប្រឡាយដាក់លូនិងសាងសង់ស្ថានីយ៍ម៉ូទ័រកែប្រមូលសម្រាមស្វ័យប្រវត្តិគោលបំណងបញ្ជាការជន់លិចដោយចំនួនទឹកភ្លៀងនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញប៉ុន្តែបច្ចុប្បន្នគម្រោងនោះមានការរាំងស្ទះដោយសារនៅមានប្រជាពលរដ្ឋប្រមាណ14គ្រួសារដែលរស់នៅតាមប្រឡាយបឹងត្របែកគាត់មិនព្រមទទួលយកសំណងផលប៉ះពាល់នោះទេដូច្នេះពួកគាត់ស្នើសុំដល់រដ្ឋបាលខណ្ឌចំការម៉ឺនមេត្តាពន្យាដោះស្រាយបញ្ហានេះឲ្យបានឆាប់ផងព្រោះរដូវវស្សាកាន់តែខិតជិតមកដល់ហើយការរាំងស្ទះដំណើរការនឹងពេលនេះឃើញមានពលរដ្ឋមួយចំនួនធំលោកចូលរួមអស់នៅខាងភូមិខ្ញុំហ្នឹងភូមិ5ខាងភូមិ5ហ្នឹងគាត់បានចូលដល់ 80% ហើយចូល 80% ហើយដល់ឡែកហ្នឹងមានគ្រួសារ13គ្រួសារនៅក្នុងការដោះស្រាយផលប៉ះពាល់ស្ដារបឹងបួរបន្លាយហ្នឹងសូមចិត្តប្រជាពលរដ្ឋហ្នឹងឲ្យលោកយល់ឃើញថាការដែលលោកអត់តន់ចូលរួមហ្នឹងឲ្យលោកគិតថារឿងនេះជារឿងជាប្រយោជន៍របស់ប្រយោជន៍ទាំងអស់គ្នាប្រយោជន៍រួមកន្លងមកហ្នឹងយើងកាលណាភ្លៀងធំទៅពេលរដូវវស្សាហ្នឹងយើងឃើញនិយាយទៅជន់លិចតាំងពីលើមកហើយបើខាងយើងនៅខាងក្រោមនេះខាងភូមិ5ភូមិ4ខាងសាដើមស្កូវនិយាយចំសាដើមស្កូវមកហ្នឹងបាទតែយើងមានគម្រោងស្ដាររំដោះទឹកចំនួនហ្នឹងអញ្ចឹងសូមឲ្យពលរដ្ឋដែលគាត់អត់ទាន់បានឯកភាពហ្នឹងគាត់យល់ដឹងគាត់ចូលរួមទាំងអស់នេះទៅដើម្បីដំណើរការរបស់សាលារាជធានីលោកធ្វើនឹងវាមានដែលឲ្យវត្តបានឆាប់បាទអញ្ចឹងក៏សំណូមពរដល់ពលរដ្ឋដែរសំណូមពរបាទឲ្យពលរដ្ឋដែលលោកអត់តបានចូលរួមហ្នឹងលោកអត់តបានចូលរួមហ្នឹងឲ្យលោកទឹកកន្លែងហ្នឹងទៅយើងប្រយោជន៍ទាំងអស់គ្នាប្រយោជន៍រួមហើយក៏សំណូមពរដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ដូចជាអាជ្ញាធរខណ្ឌនិងសាលារាជធានីឲ្យលោកជួយពន្លឿនរឿងដែលគម្រោងផលប៉ះពាល់ហ្នឹងបាទព្រោះដល់ចិត្តខ្លាចរដូវពីរដូវភ្លៀងរដូវវស្សាមកដល់យើងនឹងមានការលំបាកអញ្ចឹងបាទក៏សូមពន្លឿនឲ្យខាងអាជ្ញាធរថ្នាក់លើលោកជួយសម្របសម្រួលគម្រោងសាងសង់ហ្នឹងមានផលប៉ះពាល់ដល់ផ្ទះពលរដ្ឋខ្លះដែលគាត់ចំគោលដៅហ្នឹងមិនទាន់បានព្រមព្រៀងឬមួយមិនខ្ញុំមិនដឹងទេបើខ្ញុំគាត់ថាពលរដ្ឋនៅតំបន់ហ្នឹងខ្ញុំទទួលឯកភាពតាមសាលារាជធានីភ្នំពេញហើយដែលគាត់ឲ្យខ្ញុំបានធ្វើបែបបទឯកសារផលប៉ះពាល់សំណងដែលត្រូវសងនោះក៏បានសងខ្ញុំរួចចប់សក្តិរួយដែរអញ្ចឹងខ្ញុំថ្លែងអំណរគុណដល់អស់លោកទាំងអស់ដែលបានអភិវឌ្ឍស្រីភ្នំពេញឲ្យបានល្អប្រសើរនៅថ្ងៃអនាគតខ្ញុំសំណូមពរដល់តុលាក្រុងនិងតុលាខណ្ឌជួយបន្លឿននៅផ្លូវហើយហ្នឹងស្ថានីយ៍ដែលស្ទាក់ចាប់សម្រាមនេះបានឆាប់តិចព្រោះរដូវវស្សាជិតមកដល់ហើយកន្លងមកគឺថាលិចលើផ្លូវដែលយើងមិនទាន់ធ្វើសម្រេចនឹងផងហើយនឹងចូលដល់ផ្ទះជាជនក្នុងភូមិរស់នៅតាមមាត់បន្លាយហ្នឹងគឺថាជ្រៅដែរហ្នឹងហើយជំរឿហើយជាចូល8ទឹកឬក៏ទៅ1ម៉ែត្រទេនោះអូធំនេះធំកាច់បាទអាហ្នឹងយើងមិនមែននិយាយភូតទេនិយាយគឺជាក់ស្ដែងបងប្អូននៅជិតនេះគាត់ត្អូញត្អែនៅការលិចលង់លិចស្អុយមានសម្រាមមានអីហ្នឹងគឺថាចូលផ្ទះផងប៉ះពាល់សុខភាពប៉ះពាល់ដល់សុខភាពបងប្អូនជាបរិវត្តអីខ្ញុំសនំពរចេះសនំពរខាងសាលាខណ្ឌហើយនឹងសាលាក្រុងជួយបន្តធ្វើផ្លូវហើយនឹងលើផ្លូវខ្នងបន្លាយហ្នឹងខ្នងបន្លាយបាទទាំងសងខាងហ្នឹងឲ្យបានលឿនបន្តិចមកឲ្យបានប្រជាពលរដ្ឋមុនរដូវវស្សាមកដល់បាទមុនរដូវវស្សានេះបានល្អឆាប់ទេបងគួរបញ្ជាក់ថាក្នុងភូមិសាស្ត្រខណ្ឌចំការម៉ឺនមានគម្រោងដាក់លូប្រអប់ទំហំ6ម៉ែត្រជម្រៅ3ម៉ែត្រក្រោមផ្លូវលេខ105ហើយបាននឹងកំពុងស្ដារប្រឡាយក៏ដូចជាអាងស្តុកទឹកបឹងត្របែកព្រមទាំងសាងសង់ស្ថានីយ៍ម៉ូទ័រកាយប្រមូលសម្រាមដោយស្វ័យប្រវត្តិនៅមុខស្ថានីយ៍បូមទឹកបឹងត្របែក
ដោយសារតែបច្ចុប្បន្នប្រឡាយបឹងត្របែកមានទទឹងមធ្យម6ម៉ែត្រដែលមានសមត្ថភាពបង្ហូរត្រឹម12ម៉ែត្រគូបប៉ុណ្ណោះក្នុង1វិនាទីខណៈពេលភ្លៀងធ្លាក់ខ្លាំងលើកម្ពស់40មីលីម៉ែត្រក្នុង1ម៉ោងបង្កឲ្យជន់លិចប៉ះពាល់ដល់ប្រជាពលរដ្ឋរស់នៅអមសងខាងប្រឡាយនិងផ្លូវមួយចំនួនក្នុងខណ្ឌហើយដើម្បីដោះស្រាយបញ្ហាបានចាំបាច់ត្រូវពង្រីកទទឹងប្រឡាយឲ្យបាន12ម៉ែត្រដើម្បីឲ្យលំហូរទឹកកើនដល់24ម៉ែត្រគូបក្នុង1វិនាទីទើបទឹកភ្លៀងអាចហូរទាន់មិនមានការជន់លិចបន្តទៀតជាងនេះទៅទៀតក៏នឹងត្រូវមានស្ថានីយម៉ូទ័រកាយប្រមូលសម្រាមដោយស្វ័យប្រវត្តិផងដែរដើម្បីសម្រួលដល់ចរន្តទឹកឲ្យហូរធ្លាក់លឿនទៅកាន់អាងស្តុកព្រោះតែសម្រាមគឺជាឧបសគ្គរាំងស្ទះលំហូរទឹកនិងជួនកាលបង្កឲ្យខូចម៉ូទ័របូមទឹកថែមទៀតផងបច្ចុប្បន្នមានប្រជាពលរដ្ឋចំនួន14គ្រួសារនៅមិនទាន់ទទួលយកសំណងផលប៉ះពាល់នៅឡើយដែលធ្វើឲ្យដំណើរការសាងសង់ស្ថានីយម៉ូទ័រកាយប្រមូលសម្រាមដោយស្វ័យប្រវត្តិមិនអាចដំណើរការបានដូច្នេះសូមបងប្អូនដែលមានផ្ទះសម្បែងនៅតាមប្រឡាយដែលទទួលរងផលប៉ះពាល់ពីគម្រោងសាងសង់ស្ថានីយម៉ូទ័រកាយប្រមូលសម្រាមដោយស្វ័យប្រវត្តិសូមមេត្តាចូលរួមប្រកបដោយការយោគយល់ទទួលយកសំណងពីក្រុមការងារដោះស្រាយផលប៉ះពាល់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងក្រុមការងាររបស់រដ្ឋបាលខណ្ឌដើម្បីរួមចំណែកលើកកម្ពស់សោភ័ណភាពនិងមុខមាត់សហគមន៍និងរាជធានីរបស់យើងកុំឲ្យមានការជន់លិចដោយចំនួនទឹកភ្លៀងបន្តទៀត